ពេលខ្លះទៅដល់ស្រុកចិនហើយអត់ចង់ឡប់មកវិញទេចង់រកគូសកលឲ្យបានឲ្យมันឡប់មកស្រុកខ្មែរវិញបងប្អូននឹងទេនៅស្រុកចិនណានៅខេត្តហឺណាគឺជាក្តីសម័យរបស់មនុស្សអត់គូម្នាក់មានគូក៏ទៅបានដែរប៉ុន្តែអ្នកអត់គូភាគច្រើនទៅទីនឹងមូលហេតុអីគឺគេទៅដើម្បីជ្រើសរើសគូនៅក្នុងភូមិបារាណហ្នឹងមនុស្សម្នាជាច្រើនទាំងប្រុសទាំងស្រីបានតែងខ្លួនតាំងពីសម័យកាល 3000 ឆ្នាំមុននោះពេលនោះមានបរិសម្នាក់តាំងខ្លួនគឺជាទេវតានៅលើវេទិកាបានហៅអ្នកអត់គូឡើងទៅខាងលើដើម្បីសាកសួរតើមនុស្សម្នាក់ស្រីហ្នឹងគាត់ចង់បានប្រភេទថែបែបម៉េចគូស្កបែបម៉េចបន្ទាប់មកអ្នកមើលខាងក្រោមជាពិសេសមនុស្សប្រុសដែលគិតថានាងស្អាតនាងសមរម្យបន្ទាប់មកមនុស្សប្រុសក៏ឡើងទៅហើយមើលគ្នាចុះមើលឡើងស្រាប់តែមិនគួរជឿស្រាប់តែអ្នកទាំងពីរត្រូវគ្នាហើយក៏យក contact គ្នាវិញមកហើយបន្ទាប់មកក៏ខ្លាចជាសង្សារនឹងគ្នាបងប្អូនសម័យមើលបើសិនដូចជាខ្ញុំដូចជាបងប្អូនទាំងអស់គ្នាអត់គូពេលត្រឡប់ភូមិនឹងហើយច្បាស់ជាមិនចង់មកវិញទេព្រោះអីភូមិនឹងហើយគឺជាអ្នកផ្ដល់សេចក្តីស្នេហាឲ្យយើងជាអ្នកផ្ដល់គូឲ្យយើងដែរកុំភ្លេចណាទៅលេងនៅទីក្រុងលយ៉ាងខេត្តហឺណានប្រទេសចិនណាជួនកាលគូយើងក៏នៅទីក្រុងនឹងដែរកុំភ្លេចទោះបីជាយើងខ្មែរក៏ដោយក៏យើងអាចស្វែងរកចិត្តដ៏ស្រស់ស្អាតបានដែរចេះដល់អីខ្ញុំចង់ឡើងដែរប៉ុន្តែខ្ញុំអត់ចេះភាសាចិនបើសិនបងប្អូនចេះភាសាចិនណាកុំភ្លេចលើកដៃមួយមកខ្ញុំមិនរំទៅឲ្យបងប្អូនឡើងទៅលើវេទិកាដើម្បីរកគូស្នេហ៍មួយដែរមិនតែប៉ុណ្ណោះទេនៅក្នុងភូមិបុរាណហ្នឹងណាអ្វីដែលពិសេសនោះគឺម្ហូបឆ្ងាញ់ណាស់បាទហើយកន្លែងធូរថ្លៃហើយក្នុងខែនេះដែរបងប្អូនដឹងហើយប្រទេសចិននោះគឺតិច1 អង្សាសេរ៉ូម៉ាន់ទិកមែនទែនបងប្អូនហើយបើសិនតែយើងទៅដល់ទីក្រុងនឹងហើយទៅដល់ភូមិនឹងហើយបន្ទាប់មកយើងជ្រើសរើសគូសកលបានម្នាក់មិននឹងល្អប៉ុណ្ណាទេសម្រាប់អ្នកដែលអត់គូដូចខ្ញុំណាកុំភ្លេចណាក្រុមគ្រួសារយើងបងប្អូនយើងដែលចង់ទៅរើសគូសកលនៅចិនឬក៏ចង់ដើរលេងប្រទេសចិនណាបាទកុំភ្លេចទាក់ទងខ្ញុំនឹងណែនាំបងប្អូនទៅលេងនៅតំបន់ទេសចរណ៍ស្អាតកន្លែងស្អាតជាពិសេសនោះណាទៅរកគូព្រេងទាំងអស់គ្នានៅស្រុកចិន